យោបល់ឲ្យសូមអញ្ជើញមកសូមអរគុណណាស់យើងក៏មានកិត្តិយសជាទីបំផុតដែលលោកគណៈស្នាលោកបានអញ្ជើញមកវត្តតាំងកសីក៏សូមអរគុណញាតិញោមលោកយាយតាទាំងអស់លោកបានចូលរួមទឹកមុខរីករាយបាទហើយខ្ញុំបានឡើងមកនេះក៏មិនមានជាគតិក៏មានយកបល់អីសំខាន់ទេគាត់ថាសូមអធិស្ឋានថាខ្ញុំបានដើរក្តាប់ដោយប្រជាពលរដ្ឋលោកថាកុំអោយប្រជាពលរដ្ឋខកចិត្តបាទខកចិត្តចង់និយាយថាប្រជាពលរដ្ឋលោកផ្ញើវាសនាផ្ញើបង្ខំលើយន្តការ8ចំណុចដូច្នេះធ្វើម៉េចកុំអោយប្រជាពលរដ្ឋចេញពីខ្លាចូលខ្លាចេញពីខ្លាចុះដងចុះដៅទៀតមិនអោយទឹកទន្លេពៀនទឹកដងមិនពៀនទឹកក្លុកក៏មិនពៀនឲ្យមានថាស្មើគ្នាតែគេថាប្រជាពលរដ្ឋលោកសង្ឃឹមណាស់បាទកុំអោយខកចិត្តបាទថាកុំអោយខកចិត្តខុសបាទខុសហើយខុសទៀតបាទនេះជាទឹកចុងក្រោយបាទសូមអធិស្ឋានប៉ុណ្្នឹងចុះសូមអរគុណមិនដឹងនិយាយថាម៉េចទេបងវិញនិយាយថាមិនអីទេពួកយើងមិនក្បត់បងប្អូនទេក៏វាមិនមែនជាហេតុផលសមរម្យឲ្យបងប្អូនទុកចិត្តបានមិនដឹងជាចង់និយាយថាម៉េចបងប្អូនសង្កេតមើលសកម្មភាពរបស់ពួកយើងទាំងអស់គ្នាទៅហើយបងប្អូនពិចារណាឲ្យកើតសទ្ធាក្នុងរឿងអស់ហ្នឹងឲ្យខ្ញុំធានាថាពួកយើងពិតជាមិនក្បត់បងប្អូនទេអ្វីដែលយើងមកធ្វើនេះគឺយើងពិតជាមានបំណងជួយជាតិមែនទែនហើយយើងស្មោះត្រង់ចំពោះការងាររបស់យើងវាគ្រាន់តែជាពាក្យសម្ដីដែលខ្ញុំអាចនិយាយបានក៏ប៉ុន្តែបងប្អូនមិនគួរទុកចិត្តពួកយើងគ្រាន់តែពាក្យសម្ដីប៉ុណ្ណឹងទេប៉ុន្តែសកម្មភាពការងាររបស់ពួកយើងដែលតាមការសង្កេតរបស់បងប្អូនដ៏យូរវិញទេដែលវាជាហេតុផលសមរម្យថាបងប្អូនគួរទុកចិត្តពួកយើងដែរឬទេបើសិនណាជាមានមធ្យោបាយណាផ្សេងឧទាហរណ៍ដូចជាវះដើមទ្រូងឲ្យបងប្អូនមើលទៅឃើញថាក្នុងហ្នឹងវាមានស្អីដែលបញ្ជាក់ថាពួកយើងពិតជាស្មោះត្រង់ពួកយើងធ្វើហើយប៉ុន្តែវាអត់បងប្អូនអត់មែនតែនទេណាអត់មិនដឹងនិយាយប្រាប់ថាម៉េចទេបងប្អូនមានពេលខ្លះបងប្អូនចំពោះទឹកចិត្តរបស់ខ្ញុំមិនដឹងជាយ៉ាងម៉េចទេទោះបីជាខ្ញុំជាមនុស្សមួយដែលមានអាយុច្រើនហើយឥឡូវខ្ញុំ45ហើយប៉ុន្តែមានពេលខ្លះខ្ញុំមានអារម្មណ៍ដូចកូនក្មេងអញ្ចឹងខ្ញុំដូចខ្វះការកក់ក្ដៅអញ្ចឹងពេលណាខ្ញុំឮគេស្មូតជាពិសេសដូចរឿងសវណ្ណសាមរឿងអីដល់ពេលឮសំឡេងមនុស្សស្រីស្រែករកកូនមានម្ដាយកូនអីចឹងខ្ញុំអត់ស្ដាប់កើតទេបងប្អូនស្ដាប់អត់កើតខ្ញុំនឹកម្ដាយខ្ញុំពេកខ្ញុំនឹកគាត់ពេកហ្មងខ្ញុំដូចថាអាយុប៉ុណ្ណឹងហើយតែខ្ញុំខ្វះការកក់ក្ដៅអំពីម្ដាយខ្ញុំខ្ញុំនឹកឃើញថា30ឆ្នាំជាងដែលម្ដាយខ្ញុំបីបាច់ថែរក្សាខ្ញុំគាត់ចង់ឲ្យខ្ញុំคล้ายទៅជាចេះคล้ายទៅជាចុះតែរយៈពេល30ឆ្នាំដូចមកប្រព្រឹត្តភ្នែកអញ្ចឹងគាត់ស្លាប់ទៅបាត់ហើយពេលវេលាកន្លងទៅដូចគ្មានន័យអីអញ្ចឹងដល់ពេលខ្ញុំគិតពីរឿងនឹងច្រើនពេកទៅជីវិតរបស់ខ្ញុំនឿយណាយក្នុងជីវិតទេបងប្អូនមានពេលខ្លះខ្ញុំសឹងថាខ្ញុំចង់បញ្ចប់ជីវិតតាមផ្លូវណាមួយឲ្យបានលឿនក៏ប៉ុន្តែដល់ពេលខ្ញុំសិក្សាពធច្រើនទៅខ្ញុំយល់ឃើញថាអាផ្លូវនោះអត់អាចជាផ្លូវកិច្ចរួចទេអញ្ចឹងបានខ្ញុំចង់យកជីវិតរបស់ខ្ញុំមកប្រើឲ្យអស់លទ្ធភាពដើម្បីឲ្យคล้ายទៅជាប្រយោជន៍សម្រាប់មនុស្សឲ្យបានខ្ញុំបងប្អូនមិនដឹងជានិយាយថាម៉េចទេកន្លែងខ្លះនិយាយទៅប្រហែលជាគេសោចយើងគេថាយើងនិយាយដូចហួសហេតុក៏ប៉ុន្តែវាជាចិត្តរបស់ខ្ញុំដែលខ្ញុំគិតថាខ្ញុំចង់ធ្វើអញ្ចឹងពេលដែលខ្ញុំដើរទៅតាមភូមិតាមស្រុកដូចទៅប្រៃតូចមិនសាមញ្ញផ្ទះច្រើនណាបងប្អូនអត់មានមនុស្សនៅតែហ្មងខ្ញុំសួរថាគាត់ទៅណាអស់ហើយគាត់ថាទៅថៃអស់ហើយទៅធ្វើការនៅថៃខ្ញុំស្លុតទៅបងប្អូនខ្ញុំស្លុតទៅខ្ញុំចង់ស្រក់ទឹកភ្នែកមួយផ្លែតហ្មងខ្ញុំថាគ្រាន់តែដើម្បីរស់អីក៏ដល់ថ្នាក់ហ្នឹងរត់ចាកភូមិស្រុកទឹកដីកំណើតទឹកដីសវណ្ណភូមិអត់អាចចិញ្ចឹមប្រជាប្រដ្ឋបានខ្ញុំចង់ហូរទឹកភ្នែកភ្លាមបងប្អូនចង់ហូរទឹកភ្នែកភ្លាមហ្មងខ្ញុំនឹកក្នុងចិត្តថាតើខ្ញុំអាចធ្វើអីបានដើម្បីឲ្យពលរដ្ឋខ្ញុំកុំខ្លាចទៅជាអញ្ចឹងខ្ញុំអាចធ្វើអីបានបងប្អូនខ្ញុំសំណោះមែនតើណាខ្ញុំនឹកក្នុងចិត្តថាអោប្រជាប្រដ្ឋខ្មែរហើយខ្ញុំសម្លឹងទៅជុំវិញខ្លួនឲ្យតែថ្ងៃតិចណាស់ប្រជាប្រដ្ឋដែលនៅលើផ្ទះកើតតិចណាស់ឃើញតែគាត់នៅក្រោមផ្ទះខ្ញុំដឹងថាគាត់ក្តៅបានគាត់នៅក្រោមផ្ទះគាត់ក្តៅខ្ញុំនឹកឃើញថាតើថ្ងៃណាមួយខ្ញុំអាចធ្វើឲ្យប្រជាប្រដ្ឋនៅតាមភូមិស្រុកហ្នឹងមានម៉ាស៊ីនត្រជាក់ដេកគ្រប់គ្នានេះអាកន្លែងហ្នឹងដែលខ្ញុំនិយាយថាពេលដែលខ្ញុំនិយាយទៅវាហួសហេតុប៉ុន្តែវាជាបំណងពិតរបស់ខ្ញុំគេថាឲ្យទៅរកបាយឲ្យប្រជាប្រដ្ឋស៊ីគ្រប់គ្រាន់ណាខ្ញុំថាបាយគ្រាន់តែជាមធ្យោបាយដើម្បីរស់ទេបងប្អូនបើជីវិតហួតហែងរៀងរាល់ថ្ងៃសួរថាតើបាយស៊ីដើម្បីប្រយោជន៍អីគ្រាន់បន្តជីវិតឲ្យមានការឈឺចាប់កាន់តែខ្លាំងខ្ញុំឃើញកូនក្មេងខ្មែរបងប្អូនទៅសាលារៀនណាខ្ញុំឃើញពួកវាអត់មានស្បែកជើងពាក់ទូចអត់មានស្បែកជើងពាក់ខ្ញុំសំណោះណាឃើញកូនគេកូនយើងបើស្នាជាវាមានបាត់តាពាក់ទៅខ្ញុំស្រឡាញ់វាប៉ុណ្ណាខ្ញុំនឹកឃើញបើស្នាជាខ្ញុំស្លាប់ទៅហើយអាអស់ហ្នឹងកើតមានឡើងបងប្អូនខ្ញុំធ្វើឲ្យបងប្អូនបាត់ហើយ
ខ្ញុំសំណោះពួកវាមិនតែពួកវាអត់មានកំហុសអីបន្តិចដែលវាកើតមកលើផែនដីមកពីដូនតាបើវាអត់ចេះរៀបចំប្រទេសវាកើតមកអាយុ8 9ឆ្នាំខ្លះត្រឹម2ដល់10ឆ្នាំហើយវាឈរបងសំណាញ់វាឈរអីរត់ទីដល់ខ្លួនវានៅកណ្ដាលថ្ងៃត្រង់បងប្អូនខ្ញុំអាណិតសំណោះកូនក្មេងមែនតើនឹកឃើញស្មានហ្នឹងកូនស្រុកគេឡានក្រុងឡានអីគេមកដឹកយកកូនគេទៅរៀនម៉ែឪណាមួយដែលមិនបញ្ជូនកូនទៅរៀនគេចាប់គាត់យកទៅដាក់គុកម៉ែឪអត់បញ្ជូនកូនទៅរៀនហើយសម្រាប់ស្រុកខ្មែរយើងបងប្អូនមើលអាបងអាយុប្រហែល2 10ប្អូនអាយុ8 9ឆ្នាំដើរកាន់សំណាញ់កវែងតាមភ្លឺស្រែខ្ញុំនឹកឃើញកូនខ្មែរឯងក៏ដល់ថ្នាក់ហ្នឹងអ្នកធំខ្មែរឯងក៏ដល់ថ្នាក់ហ្នឹងមាសគោលលុយគោលធ្វើផ្ទះចេញពីកណោមាសកណោប្រាក់ក៏ធ្វើអត់អស់ដែរមិនក៏គាត់គិតអីដល់ថ្នាក់ហ្នឹងរកផ្លូវគិតអត់ឃើញមនុស្សបងប្អូនគាត់ទៅដើម្បីរស់បាយពីពេលគាត់ទៅដើម្បីរស់ឲ្យអ្នកដទៃគេបានរស់ផងលោកយាយលោកតាចាស់ខ្ញុំឃើញគាត់ដើរមកបងប្អូនសម្បុកជំងឺពេញខ្លួនទាំងអស់ប្រជាពលរដ្ឋខ្មែរជួនកាលគាត់តែភ្នែកឡើងបាយតិចតួចអាចមើលជាអត់មានលុយមើលខ្វាក់មកជាងឡើងមកជាងទៀតខ្ញុំពេលខ្លះបងប្អូនខ្ញុំដឹងនិយាយថាម៉េចទេដឹងនិយាយថាម៉េចទេមកវេទនាក្នុងខ្លួនណាបើស្នាជាខ្ញុំអាចធ្វើភ្លាមខ្ញុំធ្វើភ្លាមតែមកប៉ុន្តែសប្តាហ៍ថ្ងៃមានមនុស្សច្រើនណាស់តែគាត់បានដឹងអំពីទឹកចិត្តរបស់ខ្ញុំប៉ុន្តែមានកូនខ្មែរមួយចំនួនណាបងប្អូនមិនគាត់អត់ដឹងទេគាត់មូលគាត់កាច់មកគាត់ថាខ្ញុំលក់បាថាចេះថាខ្ញុំនឹកក្នុងចិត្តថាម៉ែឲ្យម៉ែខ្ញុំស្រែកហៅម៉ែខ្ញុំជួនកាលណាបងប្អូនខ្ញុំអាយុប៉ុណ្ណឹងហើយប៉ុន្តែខ្ញុំដូចខ្វះភាពកក់ក្ដៅអំពីម្ដាយពីព្រោះតាំងពីតូចមកម៉ែខ្ញុំគាត់ជើងប៉ូលីយ៉ូបងប្អូនដល់ពេលគាត់ខំប្រឹងតស៊ូខ្ញុំសច្ចាក្នុងចិត្តថាថ្ងៃណាមួយខ្ញុំធ្វើឲ្យម៉ែខ្ញុំលែងលំបាកពេលដែលខ្ញុំធូរធារព្រាមម៉ែខ្ញុំគ្មានបានហូបរបស់ខ្ញុំបន្តិចមកជីវិតនេះខ្ញុំចង់ឲ្យម៉ែខ្ញុំជិះកប៉ាល់ហោះម្ដងគាត់អត់ជាគាត់អាចជិះកប៉ាល់ហោះបានខ្ញុំជិះឡើងតិចទីទៅនេះទៅនោះគាត់អាចជិះបានខ្ញុំពេលណាខ្ញុំលំបាកឃើញប្រជាពលរដ្ឋគាត់ជេរគាត់បញ្ចោទថាខ្ញុំលក់ក្បាលលក់អីខ្ញុំស្រែកទៅហើយហៅម្ដាយខ្ញុំនឹកឃើញថាម៉ែបើសិនណាជាម៉ែរស់នៅតើម៉ែអាណិតកូនប៉ុណ្ណាដែលកូនខិតខំប្រឹងតស៊ូដើម្បីអ្នកដទៃណាម៉ែហើយកូនត្រូវបានគេជេរគេប្រមាថខ្ញុំថាអូជនជាតិនឹងអីក៏ដល់ថ្នាក់នឹងអញ្ចឹងបានជាវីរៈបរិសុទ្ធជាតិមិនដែលកើតមាននៅលើទឹកដីនឹងតោះសោះគ្មានពីណាបូជាជីវិតដើម្បីជាតិនឹងទេពីព្រោះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនណាទោះបីជាគេដឹងថាយើងល្អក៏ដោយគេខំលៀបពណ៌យើងគេខំបៃបហាយើងអ្នកខ្លះទាំងលោកសង្ឃទៀតបងប្អូនជាស្បង់ជាសពខ្ញុំមើលមុខលោកថាអូជាប្រជាពលរដ្ឋជាកុហកសាមញ្ញធម្មតាគួរតែគ្មានគុណធម៌ដល់តែប្រសង់ទៀតលោកជេរខ្ញុំសត្វតែអាក្បត់អាចចេះអាចចុះបើលោកអត់ដឹងអត់អីទេបងប្អូនលោកហ៊ានកាច់មូលរហូតដល់ថាទេលពូនហៅអាត្មាឲ្យចូលបាក់ខ្លួនឯងអាត្មាមិនចូលខឹងអាត្មាបងប្អូនមកជីវិតខ្ញុំនេះតាំងពីខ្ញុំនៅគណៈបកសំរងស៊ីខ្ញុំមិនដែលស្រែកហៅអ្នកណាមួយឲ្យបោះឆ្នោតទៅឲ្យខ្ញុំទេមិនដែលទេបងតាំងពីនៅក្នុងគណៈបកសំរងស៊ីខ្ញុំមិនដែលប្រាប់ថាបងប្អូនបោះឆ្នោតឲ្យគណៈបកសំរងស៊ីខ្ញុំស្រែកអត់រួចបងប្អូនអាទឹកចិត្តមើលយើងចង់ទៅជួយគេខ្ញុំស្រែកអត់រួចស្រែកយ៉ាងម៉េចបងប្អូនយើងទៅចង់ជួយគេបងប្អូនឲ្យខ្ញុំជួយបងប្អូនឲ្យខ្ញុំជួយខ្ញុំស្រែកអត់រួចបងប្អូនខ្ញុំស្រែកអត់រួចការខ្ញុំនៅគណៈបកសំរងស៊ីគេស្ដីឲ្យខ្ញុំរឿងហ្នឹងគេថាវាសនាអញហេតុអ្វីបានជាមិនដែលហៅគេឲ្យបោះឆ្នោតឲ្យគណៈបកសំរងស៊ីខ្ញុំថាលោកប្រធានខ្ញុំឃើញប្រជាពលរដ្ឋខ្មែរលំបាកបានខ្ញុំមកធ្វើនយោបាយខ្ញុំមកធ្វើខ្ញុំចង់ជួយគាត់មែនតើខ្ញុំចង់ចេញពីក្នុងដួងចិត្តរបស់ខ្ញុំហើយអញ្ចឹងអាចដួងចិត្តរបស់ខ្ញុំនឹងវាអត់បញ្ជាឲ្យខ្ញុំហៅថាបងប្អូនឲ្យបោះឆ្នោតឲ្យគណៈបកសំរងស៊ីមកហើយពេលណាបងប្អូនបោះឆ្នោតឲ្យមកខ្ញុំអរគុណខ្ញុំនិយាយអត់ចេញបេះដូងខ្ញុំវាអត់បញ្ជារួចហ្មងអញ្ចឹងបានក្នុងគណៈបកយើងបងប្អូនមើលឃោសនាចុងក្រោយបំផុតយើងនិយាយតែប្រមាថទេសូមបងប្អូនទៅបោះឆ្នោតហើយសូមបងប្អូនបោះឆ្នោតដោយការទទួលខុសត្រូវយើងជាពលរដ្ឋដែលជាម្ចាស់ប្រទេសម្ចាស់អង្គរយើងត្រូវមានសេចក្តីថ្លៃថ្នូរយើងបោះឆ្នោតដោយមានការទទួលខុសត្រូវមិនមែនស្លឹកឆ្នោតសម្រាប់តែយើងម្នាក់យើងបើស្លឹកឆ្នោតហ្នឹងវាតាក់ទងជាមួយតែវាសនារបស់យើងម្នាក់យើងចង់ទៅដូរយើងចង់ទៅផ្លាស់យើងចង់ទៅដឹងគុណណាស្យតែរបស់យើងប៉ុន្តែយើងបោះឆ្នោតជុំគ្នាយើងត្រូវគិតដល់មនុស្សដទៃទៀតផងយើងត្រូវមានសិលធម៌ត្រូវបោះឆ្នោតដោយការទទួលខុសត្រូវសរុបសេចក្តីមកវិញបងប្អូនសង្កេតសកម្មភាពការងាររបស់ពួកយើងឲ្យពួកយើងនិយាយថាយើងពិតជាស្មោះត្រង់ចំពោះបងប្អូនណាយើងថាអត់ចេញបងប្អូនពីព្រោះវាមិនមែនជាហេតុត្រឹមត្រូវដែលបងប្អូនគួរតែទទួលយកគ្រាន់តែយើងនិយាយថាពួកយើងស្មោះចំពោះបងប្អូនសង្កេតសកម្មភាពការងាររបស់ពួកយើងឲ្យបងប្អូនធ្វើការសម្រេចចិត្តចាស់សូមអរគុណ